មានសួរបងប្អូនសិស្សានុសិស្សនេះជាគន្លឹះសម្រាប់គណនាចំនួនម៉ោងតែមុននឹងដល់ចំនួនម៉ោងអ្នកគ្រូទាញអារម្មណ៍បងប្អូនមកគិតលើវត្ថុមួយចំនួនដូចជាវត្ថុធំធំដែលយើងអាចរាប់បានដូចជាសៀវភៅប៊ិចផ្លែក្រូចកែវទឹកចានស្លាបព្រាដើម្បីដល់ចំនួនគឺគេរាប់ហើយប្រើຂະຫນាតផ្លូនឡូឬក៏ដំបងចំណែកវត្ថុតូចតូចដូចជាគ្រាប់ស្រូវគ្រាប់អង្ករគ្រាប់សណ្តែកគ្រាប់ល្ងដើម្បីដឹងបរិមាណរបស់វាគឺគេថ្លឹងហើយគេប្រើຂະຫນាតតោនឬក៏គីឡូក្រាមឬក៏ជាក្រាមចំណែកវត្ថុរាវដូចជាទឹកអាល់កុលស្រាដើម្បីដឹងបរិមាណរបស់វាគឺគេវាល់គិតជាចំណុះដែលគេប្រើຂະຫນាតលីត្រមីលីលីត្រឬក៏ដេស៊ីម៉ែត្រគូបឬក៏សង់ទីម៉ែត្រគូបចំណែកភាគល្អិតតូចតូចដែលយើងមិនមើលឃើញដោយភ្នែកទទេដូចជាអាតូមដើម្បីដឹងបរិមាណឬចំនួនរបស់វាគឺគេប្រើຂະຫນាតម៉ូលហើយដើម្បីដឹងចំនួនម៉ូលគេមិនរាប់ទេហើយគេអត់ថ្លឹងហើយក៏គេអត់វាល់វាដែរគឺមានរូបមន្តសម្រាប់គណនាឲ្យដឹងចំនួនដើម្បីគណនាចំនួនម៉ូលយើងត្រូវមើលលើបម្រាប់ប្រធានសិនថាគេប្រាប់អ្វីគេប្រាប់ម៉ាស់ឬក៏គេប្រាប់មាត្រាឧស្ម័នឬក៏គេប្រាប់ថាវាជាសូលូស្យង់ដែលមានកំហាប់និងមាត្រាសូលូស្យង់ព្រោះរូបមន្តសម្រាប់គណនាចំនួនម៉ូលរបស់វាគឺខុសៗគ្នាក្នុងករណីដែលគេប្រាប់ម៉ាស់គេប្រាប់ម៉ាស់អឹមតូចអញ្ចឹងរូបមន្តចំនួនម៉ូលរបស់វាគឺ n n តាំងឲ្យចំនួនម៉ូលស្មើនឹងម៉ាស់លើម៉ាស់ម៉ូលអឹមតូចតាំងឲ្យម៉ាស់ຂະຫນាតគិតជាក្រាមអឹមធំជាម៉ាស់ម៉ូលេគុលຂະຫນាតវាគឺក្រាមក្នុង1ម៉ូលចំណែក n ជាចំនួនម៉ូលຂະຫນាតវាគិតជាម៉ូលក្នុងករណីដែលគេប្រាប់មាត្រារបស់ឧស្ម័នអញ្ចឹងបើសិនគេប្រាប់មាត្រាឧស្ម័នរូបមន្តចំនួនម៉ូលរបស់ឧស្ម័នគឺ n ស្មើនឹងមាត្រាឧស្ម័នដែលគេឲ្យលើមាត្រាម៉ូលមាត្រាឧស្ម័នគឺជាមាត្រាឧស្ម័នដែលគេឲ្យຂະຫນាតនេះគេគិតជាលីត្រឬក៏គិតជាដេស៊ីម៉ែត្រគូបចំណែក Vm គឺជាមាត្រាឧស្ម័នក្នុង1ម៉ូលក្នុង Vm ជាមាត្រាឧស្ម័នគិតជាលីត្រក្នុង1ម៉ូលនេះគឺមានលក្ខខណ្ឌស្តង់ដាលក្ខខណ្ឌធម្មតាលក្ខខណ្ឌបន្ទប់ឬក៏លក្ខខណ្ឌ STP អញ្ចឹងមាត្រាម៉ូលវាបងប្អូនដឹងហើយលក្ខខណ្ឌបន្ទប់មាត្រាម៉ូលវាស្មើនឹង24លីត្រក្នុង1ម៉ូលបើលក្ខខណ្ឌស្តង់ដាគឺ Vm វាស្មើនឹង22.4លីត្រក្នុង1ម៉ូលចំណែក n នេះគឺជាចំនួនម៉ូលដែលមានຂະຫນាតម៉ូលបើសិនជាគេប្រាប់ថាវាជាសូលូស្យង់ដែលមានកំហាប់ជាម៉ូលតាំងដោយសេនិងមាត្រាសូលូស្យង់តាំងដោយ Vs អញ្ចឹងរូបមន្តចំនួនម៉ូលរបស់វាគឺ n ស្មើនឹងសេគុណនឹង Vs មានន័យថាចំនួនម៉ូលស្មើនឹងកំហាប់ជាម៉ូលគុណឲ្យមាត្រាសូលូស្យង់សេតាំងឲ្យកំហាប់ជាម៉ូលຂະຫນាតវាគិតជាម៉ូលក្នុង1លីត្រ Vs តាំងឲ្យមាត្រាសូលូស្យង់ຂະຫນាតវាគិតជាលីត្រឬក៏គិតជាដេស៊ីម៉ែត្រគូបចំណែក n នេះគឺជាចំនួនម៉ូលຂະຫນាតគិតជាម៉ូលអរគុណច្រើនបងប្អូនជួបគ្នានៅក្នុងមេរៀនបន្ទាប់